ក្នុងវីដេអូមួយនេះអ្នកខ្ញុំនឹងចែករំលែកពីចំណេះដឹងមួយដែលអ្នកខ្លះក៏គាត់ដឹងហើយតែអ្នកខ្លះក៏គាត់អត់ទាន់ដឹងអញ្ចឹងណាអញ្ចឹងសង្ឃឹមថានឹងជាប្រយោជន៍សម្រាប់អ្នកដែលគាត់អត់ទាន់បានដឹងអញ្ចឹងនៅក្នុងកម្មវិធីមួយនេះយើងនឹងប្រើប្រាស់ AI ចា Google Gemini ដើម្បីបំលែងរូបភាពពីសខ្មៅទៅជារូបភាពដែលមាន color ស្អាតសម្រាប់ការបង្រៀនរបស់លោកគ្រូអញ្ចឹងជាដំបូងយើងត្រូវមានកម្មវិធីនេះណាបងប្អូនទាំងអស់គ្នាចា Google Gemini ហើយយើងត្រូវមានមួយទៀតគឺរូបភាពដែលយើងចង់បំលែងទៅជារូបភាពដែលមាន color អញ្ចឹងយើងមានពីរហ្នឹងទុកចាអញ្ចឹងយើងត្រូវចូលមកលើនេះមកហើយយើងចុចកន្លែងនេះបងប្អូនទាំងអស់គ្នានេះញ៉ាំបុកនេះមកហើយយើងចុចលើ photo នេះចាហើយយើងនឹងរើសរូបភាពហើយរូបភាពដែលយើងចង់បានមិននេះចុចមួយមកចាំវាដាក់បន្តិចបងប្អូនទាំងអស់គ្នាគាត់តែសេថា turn this photo to color សាមញ្ញធម្មតាវាចាប់បានហើយអញ្ចឹងប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាចុចទៅចាអញ្ចឹងឥឡូវយើងត្រូវរងចាំមកសតុះអញ្ចឹងណាបងប្អូនទាំងអស់គ្នាចារងចាំហើយទៅវានឹងលោតរូបភាពដែលយើងចង់បាននឹងមកហើយនេះចាដូចឃើញបងប្អូនទាំងអស់គ្នាគឺដូចទៅនឹងលើបេះដាក់អញ្ចឹងក៏វាផាត់ពណ៌យើងឲ្យឃើញពណ៌ចេញមកស្អាតអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាហើយអានេះយើងអាចយកទៅប្រើប្រាស់បានហើយប៉ុន្តែយើងអាចចុចលើហ្នឹងទៅឲ្យ save យកមកអញ្ចឹងណាហើយឥឡូវនេះយើងសាកមួយទៀតចាសាករូបភាពមួយផ្សេងទៀតចាដូចគ្នាអញ្ចឹងយើងទៅ save ដូចមុនដែរអញ្ចឹងអានេះខ្ញុំ copy មកអញ្ចឹងណាយើងបើ save ដងទៀតខ្ញុំ copy មកដាក់មកអូខេចាចុចផ្ញើទៅមកសតុះគឺវានឹងលោតចានេះលទ្ធផលមកដូចគ្នាអញ្ចឹងចាស្អាតមែនតើបងប្អូនទាំងគ្នាចា